នៅថ្ងៃទី28 ខែមិថុនាឆ្នាំ2025នេះបាតកោថៃប្រមាណ 6000 នាក់បានផ្ទុះធ្វើបាតកម្មទាមទារឲ្យអ្នកស្រីផែថងឋានស៊ីនវត្តចុះចេញពីតំណែងនាយករដ្ឋមន្ត្រីថៃបាតកម្មនេះធ្វើឡើងនៅវិមានជ័យជំនះដែលជាវិមានថៃធ្វើឡើងសម័យកាលលោកនាយករដ្ឋមន្ត្រីភីប៊ុនសង្គ្រាមក្រោយពីថៃច្បាំងឈ្នះបារាំងយកដីខ្មែរត្រង់ខេត្តបាត់ដំបងនិងខេត្តសៀមរាបកាលពីឆ្នាំ1941ពួកគេធ្វើបាតកម្មលើកនេះដោយសារតែការបែកធ្លាយការសន្ទនារវាងអ្នកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះជាមួយសម្ដេចហ៊ុនសែនដែលជាប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភារបស់កម្ពុជាជនជាតិថៃយល់ថាវាជាកំហុសធ្ងន់ធ្ងរនៅពេលដែលអ្នកស្រីផែថងឋានបាននិយាយព្យាយាមយកចិត្តសម្ដេចហ៊ុនសែនហើយវាយប្រហារមេតបភូមិភាគទី2របស់ថៃខ្លួនឯងតាមរយៈការសន្ទនាជាមួយសម្ដេចហ៊ុនសែនប្រជាជនថៃយល់ថាថៃចាញ់ប្រៀបខ្មែរដោយសារអ្នកស្រីផែថងឋានខ្សោយហើយចរចាជាមួយសម្ដេចហ៊ុនសែនដែលជាអ្នកនយោបាយមានបទពិសោធន៍ច្រើនបាតកោថៃម្នាក់បានប្រាប់កាសែតថាគាត់មិនដែលឃើញនាយករដ្ឋមន្ត្រីថៃណាខ្សោយដល់ថ្នាក់នេះទេជាការឆ្លើយតបនៅថ្ងៃនេះដែរអ្នកស្រីផែថងឋានជានាយករដ្ឋមន្ត្រីថៃបាននិយាយថាវាជាសិទ្ធិរបស់ប្រជាជនថៃក្នុងការធ្វើបាតកម្មអ្នកស្រីបានបន្តថាអ្នកស្រីបានប្រាប់ឲ្យអាជ្ញាធរថៃធានាថាបាតកម្មនេះបានប្រព្រឹត្តទៅដោយសន្តិវិធីហើយអ្នកស្រីនឹងមិនតបតទេបាតកម្មនេះគឺជាការកើនសម្ពាធបន្ថែមទៀតសម្រាប់អ្នកស្រីផែថងឋានខណៈពេលដែលរដ្ឋសភាថៃអាចនឹងបោះឆ្នោតដកសេចក្តីទុកចិត្តពីអ្នកស្រីនៅអាទិត្យក្រោយនេះក្នុងពេលជាមួយគ្នាដែរអង្គភាពប្រឆាំងអំពើពុករលួយរបស់ថៃក៏ប្រុងស៊ើបអង្កេតអ្នកស្រីផងដែរចំណែកឯតុលាការកំពូលថៃវិញក៏រៀបនឹងទទួលពាក្យបណ្ដឹងចំពោះអ្នកស្រីនៅអាទិត្យក្រោយនេះដែរបើសិនពាក្យបណ្ដឹងនេះត្រូវដំណើរការតុលាការកំពូលរបស់ថៃអាចនឹងព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់អ្នកស្រីហើយរងចាំការស៊ើបអង្កេត